សួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំដាណែតថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺភ្លាសាច់គោតើមើលគ្រឿងផ្សំទាំងអស់គ្នាដំបូងឡើយខ្ញុំមានសាច់គោនេះគឺប្រភេទសាច់សាយ៉ុងឈាមចំនួន2ខាំហើយយើងមានស្ពៃក្តោបការ៉ុតខ្ទឹមបារាំងសណ្តែកគួរម្ទេសផ្លោកក្រូចឆ្មាជីក្រហមនិងជីសង្ហុំហើយយើងមានទឹកប្រហុកទឹកត្រីម្សៅរ៉ូឌីស្ករប៊ីចេងហើយនិងម្ទេសខ្ទឹមបុកតបមកយើងដាក់សាច់គោចូលហើយយើងច្បាច់ក្រូចឆ្មាមួយចំណិតពីរចំណិតសិនដើម្បីឲ្យវាឆ្អិនសាច់គោហើយបន្តមកទៀតបានខ្ញុំដាក់ខ្ទឹមម្ទេសបុកខ្ទឹមដើម្បីឲ្យវាកាត់ឆ្អាបតបមកទៀតបានខ្ញុំចាក់ទឹកត្រីចូលហើយនឹងទឹកប្រហុកហើយនឹងថែមអំបិលស្ករប៊ីចេងហើយនឹងថែមក្រូចឆ្មាតិចទៀតបងប្អូនហើយរសជាតិភ្លាសាច់គោនេះគឺខ្ញុំរោយយករសជាតិវារៀងដិតណាបងប្អូនSometimes I do forget that my next breath could be the last. Forgive me, cause I can't thank you enough. Forgive me when I doubt your love. Now I pray for that day when all this stops and comes to an end. So my last wish. Stop មកខ្ញុំដាក់បន្លែចូលហើយបន្លែនេះដែរនៅពេលដែលយើងដាក់ចូលមិនបាច់ច្បល់វាខ្លាំងពេកទេគីឡូវាលះស្លោកបន្លែអញ្ចឹងណាបងប្អូនហើយមួយទៀតខ្ញុំមកបានដាក់ម្ទេសនៅខាងក្នុងហ្នឹងឯងហើយនឹងសណ្តែកដីទេដោយសារគ្រួសាររបស់ខ្ញុំហ្នឹងគាត់អត់សូវចូលចិត្តញ៉ាំហឹរហើយនឹងអត់សូវចេះញ៉ាំសណ្តែកដីទេបងប្អូនតែបើបងប្អូនធ្វើគួរតែដាក់សណ្តែកដីទៅបានធ្វើឲ្យរសជាតិរបស់វាហ្នឹងកាន់តែឆ្ងាញ់ណាចាអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមទស្សនាវីដេអូមួយនេះអរគុណច្រើនជម្រាបលា